ពេលទៅសាលាគេចូលចិត្តកូនខ្ញុំគេថាដៃខ្វេងខ្វងដៃកញ្ញាគេមិនចូលចិត្តលេងជាមួយព្រោះឮគេហៅកូនខ្ញុំអញ្ចឹងជួនហៅមីកាភេកអញ្ចឹងយំដួលបែកមាត់ហើយប្រាប់ថាខ្ញុំអត់ចង់ទៅរៀនទៀតឯគេខ្លាចគេធ្វើបាបពីមុនមិត្តភក្តិខ្ញុំមិនចូលចិត្តខ្ញុំបែងជើងដួលពីសិទ្ធិការនឹងសិស្សមិនពិការមានការរើសអើងពីក្មេងៗគ្នាប៉ុន្តែដល់ពេលមានបទនជាបែបវិជ្ជមាននេះមកគឺចំពោះសិស្សខ្ញុំគឺការដាក់ទណ្ឌកម្មសិស្សវាយសិស្សដេកមូលគឺអត់មានគឺឡើងជាការលុបបំបាត់អំពើហិង្សានេះគឺវាមានសារៈសំខាន់ជួនកាលបើយើងប្រើអំពើហិង្សាខ្លាំងក្មេងបោះបង់ការសិក្សាឥឡូវនេះពួកម៉ាក់ខ្ញុំចែកនំខ្ញុំញ៉ាំលេងជាមួយខ្ញុំហើយបុកកង់ខ្ញុំមកផ្ទះជួយបង្រៀនខ្ញុំខ្ញុំមានអារម្មណ៍រីករាយចង់ទៅរៀនចង់ឲ្យកូនទៅរៀនឲ្យបានចេះមានការងារធ្វើគេគ្រាន់ចាំជីវភាពខ្លួនវាពេលខ្ញុំធំឡើងខ្ញុំចង់ខ្លាយធ្វើជាគ្រូបង្រៀន